សីហាជាវិស្វករវ័យក្មេងម្នាក់បានត្រឡប់ទៅភូមិកំណើតវិញដើម្បីរៀបចំផ្ទះចាស់របស់ដូនតាដែលទុកចោលជាច្រើនឆ្នាំនៅខាងក្រោយផ្ទះនោះមានអណ្ដូងទឹកបុរាណមួយដែលគេយកក្តារបន្ទះមកវាយខ្ទប់ចិត្តយប់ដំបូងសីហាបានឮសំឡេងទឹកបែកខ្តាមចេញពីក្នុងអណ្ដូងនិងសំឡេងមនុស្សស្រីយំសោកយ៉ាងខ្សឹកខ្សួលពេលគាត់ទៅមើលគាត់ឃើញស្នាមជើងទឹកដានជោកដែលជួរទៅក្នុងផ្ទះរបស់គាត់តាមរយៈការស៊ើបសួរអ្នកភូមិសីហាបានដឹងថាកាលពី20ឆ្នាំមុនមាននារីម្នាក់ត្រូវបានគេសម្លាប់បោះចូលក្នុងអណ្ដូងនោះដោយសាររឿងស្នេហាត្រីកោណវិញ្ញាណរបស់នាងមិនអាចទៅណាបានឡើយព្រោះសាកសពមិនទាន់ត្រូវបានរកឃើញរៀងរាល់យប់សីហាតែងតែឃើញរូបរាងស្រីម្នាក់ស្លៀកពាក់ដាច់សក់វែងអន្លាយបិទមុខចេញមកឈរនៅចុងជើងរបស់គាត់រូតចង្អុលទៅរកអណ្ដូងនោះទាំងកែវភ្នែកហូរឈាមភាពលងបន្លាចកាន់តែខ្លាំងឡើងមិនត្រឹមតែលេចរូបរាងទេវិញ្ញាណខ្មោចស្រីនោះបានចាប់ផ្ដើមលងបន្លាចមិត្តភក្តិរបស់សីហាដែលមកលេងម្នាក់ក្នុងចំណោមពួកគេត្រូវបានខ្មោចចូលរួចព្យាយាមលោតចូលអណ្ដូងនោះទាំងភ្នែកសស្លក់សំឡេងសាយកកើបន្លឺឡើងពេញផ្ទះវត្ថុប្រោប្រាស់ហោះហើរបោកនឹងជញ្ជាំងហើយខ្យល់ត្រជាក់ស្រេបបោកបក់មកទាំងគ្មានប្រភពសីហាសម្រេចចិត្តជួលអ្នកជំនាញមកបូមទឹកចេញពីអណ្ដូងនៅបាតអណ្ដូងគេបានរកឃើញគ្រោងឆ្អឹងមនុស្សស្រីដែលត្រូវបានគេចងភ្ជាប់នឹងដុំថ្មធំមួយនៅពេលដែលគ្រោងឆ្អឹងត្រូវបានលើកមកលើគោកវិញ្ញាណខ្មោចស្រីក៏លេចរូបរាងយ៉ាងច្បាស់នាងមិនមែនចង់សម្លាប់សីហាទេប៉ុន្តែនាងចង់ឲ្យគេជួយរកយុត្តិធម៌ឃាតករពិតប្រាកដដែលបានសម្លាប់នាងបន្ទាប់ពីឃាតករត្រូវបានចាប់ក្នុងនិងធាតុរបស់នាងត្រូវបានយកទៅធ្វើបុណ្យតាមប្រពៃណីភាពស្ងប់ស្ងាត់ក៏ត្រឡប់មកវិញសីហាបានរុះរើអណ្ដូងនោះចោលប៉ុន្តែរាល់ពេលដែលគាត់ដើរកាត់កន្លែងនោះគាត់នៅតែមានអារម្មណ៍ថាមាននារីម្នាក់ឈរញញឹមលាគាត់ពីចម្ងាយជានិច្ច